បាទសុខដេកបងថ្ងៃនេះមករៀបចំស្លម្ជូរទឹកគូតអស់គ្នាបងនេះទស្សនាវីដេអូដូចតទៅបងហ្នឹងហើយចាប់ផ្ដើមជ្រុំប្រហុកហើយនឹងជ្រុំអំពិលទុំអញ្ចឹងបងហ្នឹងហើយឥឡូវយើងចាប់ផ្ដើមជ្រុំហើយបាទជ្រុំឲ្យវាកុំឲ្យថាយើងដាក់ដោយទាំងគ្រាប់ទៅលោយើងពិបាកដកគ្រាប់វាចេញអញ្ចឹងយើងសុខចិត្តជ្រុំវិញបាទយើងយកតែជាតិជូរទៅបានហើយបងពាក្យបងជាមួយការស្លម្ជូរអញ្ចឹងថាមជូរអីក៏ដោយអានឹងតាមចំណង់ចំណូលចិត្តរបស់បងបានហ្នឹងហើយដងដាក់ចង់ដាក់ទាំងគ្រាប់ក៏បានយើងជ្រុំយកតែជាតិជូរអញ្ចឹងក៏បានដែរបងហ្នឹងហើយនេះខ្ញុំជ្រុំដាក់នៅក្នុងឆ្នាំងអញ្ចឹងហ្មងតែបងខ្លះគាត់ជ្រុំដួសដាក់ចានឬមួយកូនចានអញ្ចឹងណាបងហ្នឹងហើយតាមចំណូលចិត្តរៀងខ្លួនបងហ្នឹងហើយបន្ទាប់ពីជ្រុំរួចមកយើងចាប់ដើមបងដាក់ទឹកត្រីដាក់អីបន្តិចបន្តួចអញ្ចឹងណាបងហ្នឹងហើយទស្សនាវីដេអូតាមហ្នឹងបងកខាងនេះយើងដុសចេញវាទៅបងកុំទុកវានៅដុសយកថ្លាទឹកបាទទឹកត្រីហ្នឹងហើយថែមទឹកត្រីពីលព្រាបាយមកហ្នឹងហើយតែមានលព្រាបាយទេដាក់វែកហ្មងទៅវែកសម្លយើងហ្នឹងបងហ្នឹងហើយទៅផ្លូវតែមួយទេបាទដាក់ប៉ុណ្ណឹងបងហ្នឹងហើយដាក់យកលះហ្នឹងហើយបងខ្លះគាត់ដាក់អំបិលទៅហើយខ្ញុំដាក់ទឹកត្រីមុនបាទដាក់ត្រីមុនហើយបានខ្ញុំដាក់អំបិលតាមក្រោយបាទដើម្បីឲ្យវាជួយជំនួយលះគ្នាអញ្ចឹងអានេះអំបិលបងនេះអំបិលបាទហ្នឹងហើយតទៅពីដាក់អំបិលហើយយើងចាប់ដើមដាក់ប៊ីចេងហ្នឹងហើយដាក់ប៉ុណ្្នឹងមកបងប៊ីចេងហ្នឹងហើយតទៅពីចេងរួចមកយើងថែមស្ករយើងបានតិចទៅហ្នឹងហើយឲ្យវាជំនួយគ្នាយកជាតិបាទហ្នឹងហើយចុងភៅដៃឯកហ្នឹងដាក់ប៊ីចេងចុងក្រោយហ្នឹងស្ករបងចុងក្រោយហ្នឹងគឺស្ករហើយបាទហ្នឹងហើយតបមកសម្លយើងក៏ពុះឆ្អិនហើយបងហ្នឹងហើយដាក់បន្លែយកទៅមកណាកុំគិតយូរពេកហ្នឹងហើយទឹកពុះក៏ក្រាក់ហើយចាំកាលទៀតបងបន្លែបងអីចូលទៅមកយើសំណងដល់បងយកចានមកបងដាក់ទម្លាក់ម្ទេស2គ្រាប់ចូលក្នុងទៅមកតិចទៀតពូតម្ទេសបងឲ្យបងមើលម្ទេសទុំយើងបាទហ្នឹងហើយជ្រួយបន្លែជ្រួយអីចូលបងថាអីកុំថាវ៉ាន់មើលទៅទំនងណាបងអើយតែរសជាតិហ្នឹងមិនហីពូតម្ទេសឲ្យបងមើលមួយនេះម្ទេសទុំឡើងក្រហមតេងបាទដាក់2ក្នុងឆ្នាំងទៀតបាទហ្នឹងហើយអានេះរោយម្អមហ្មងចុងក្រោយនេះគឺរោយម្អមហើយបាទហ្នឹងហើយដាក់យកក្អូបឆ្ងាញ់ឡំជូរអត់ម្អមគឺដូចជីកទូកអត់ច្វាអញ្ចឹងបងហ្នឹងចាប់ដើមរួយម្អមហើយគឺចប់ហើយសម្លយើងហ្មងនៅតែដួសដាក់ចានហើយដាក់បាយមកគឺក្រឹបយកតែម្ដងបាទហ្នឹងហើយហ្នឹងហើយទៅខាងបងស្លយដែរថ្ងៃនេះបងខ្ញុំរួចរាល់ហើយបងតែប៉ុណ្ណេះអែមស្រែមបាទសូមអរគុណបងចំពោះវីដេអូខ្លីបាទអរការតាមដានអរគុណបង